Cambodia រដូវកាលទី2ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិពេលនេះសូមបន្តទស្សនាបេក្ខជនម្នាក់ទៀតមានស្រុកកំណើតនៅខេត្តកំពតខ្ញុំបាទឈ្មោះហ៊ុនសំអល់អាយុ25ឆ្នាំមកពីទីរួមខេត្តកំពតខ្ញុំបាទសប្តាហ៍ថ្ងៃជាអ្នកចម្រៀងអាជីពមួយដែលច្រៀងនៅក្នុងភូមិឋាននៅក្នុងទីក្រុងភ្នំពេញនេះមូលហេតុអីបានចូលរួមក្នុងកម្មវិធី The Voice Cambodia រដូវកាលទី2នោះតាមពិតទៅខ្ញុំតាមដានតាំងពីវគ្គ season 1នោះខ្ញុំពេញចិត្តណាស់ប៉ុន្តែខ្ញុំមានឱកាសបានទៅពេលនេះគឺឱកាសទី2គឺជាខ្ញុំសប្បាយចិត្តមែនទែនហើយខ្ញុំគិតថាកម្មវិធីនេះគឺជាកម្មវិធីមួយដ៏ល្បីទូទាំងពិភពលោកដែលល្បីវគ្គ1ហើយគឺវគ្គទី2ប្រហែលជាខ្ញុំគិតថាបើនិយាយអស្ចារ្យជាងវគ្គទី1បាទហើយខ្ញុំគិតថាកម្មវិធីនេះគឺអាចធ្វើឲ្យខ្ញុំផ្លាស់ប្ដូរជីវិតរបស់ខ្ញុំអនាគតខ្ញុំទៅមុខបាទនិយាយរឿងការប្រឡងខ្ញុំបានប្រឡងជាច្រើនកម្មវិធីហើយដែរហើយក៏មានទទួលភាពល្បីល្បាញគួរសមសម្រាប់ការប្រឡងនៅសិល្បៈដែលខ្ញុំកន្លងមកខ្ញុំខំប្រឹងប្រែងដែលឃើញគាត់ច្រៀងហ្នឹងនៅក្មេងៗបាទកាលនឹងវិសាលសម្បត្តិជាមួយគាត់ប៉ាអូនច្រៀងពេលតែលបរាមរាជាងម្ដាហើយអូពេលដែលនៅក្មេងហ្នឹងណាអញ្ចឹងហើយសំឡេងរបស់គាត់មិនដែរគាត់ព្រោះបាទព្រោះណាមានកលៈកលំគឺមិនអីសម្រាប់ការចូលរួមនៅកម្មវិធី The Voice Cambodia រដូវកាលទី2នេះខ្ញុំគិតថាពិបាកបាទទី1គឺត្រូវប្រឈមមុខជាមួយនឹងបេក្ខជនដែលមានសម្លេងល្អបើសិនគ្រប់គ្នាទី2ខ្ញុំបានត្រូវប្រឈមមុខជាមួយនឹងខូចទាំង4ដែលគាត់ជាតារាចម្រៀងនិងមានសមត្ថភាពខ្ពស់ប្រចាំព្រះរាជាណាចក្រកម្ពុជាយើងអញ្ចឹងបន្តិចទៀតនេះខ្ញុំនឹងខំប្រឹងនិងច្រៀងឲ្យល្អដើម្បីឲ្យខូចទាំង4ចុចយករូបខ្ញុំចាហើយមកដល់មកចាស៊ូអ្នកណាថាមនុស្សព្រោះរំមិនជន់ជ្រាបរឿងរ៉ាវចាស់មិនលោកជ្រះពីអារម្មណ៍រូបភាពរបស់ស្រីដំឡៃមិនសាបសូន្យទូបងមានគ្រប់យ៉ាងតែខ្វះមនុស្សសំខាន់បងនឹកអូនខ្លាំងណាស់សងសាចាស់បងអើយបងចង់ត្រឡប់ក្រោយរកពេលលាមានស្រួលគ្មានពេលអាចកាណាស្មើពេលគ្មានអូនរស់រកថ្ងៃមិនដល់ខ្លួនរួមព្រោះអ្នកណាបងនឹកអូនខ្លាំងណាស់សងសាចាស់បងអើយបងចង់ត្រឡប់ក្រោយរកពេលលះមានស្រួលគ្មានពេលឯកាណាស្មើពេលគ្មានអូនរស់រាល់ថ្ងៃមិនដឹងខ្លួនរួមព្រោះអ្នកណាបើគូក្បាលណាចាំអូសួស្ដីអូនបាទសួស្ដីបងឈ្មោះអីដែរខ្ញុំបានឈ្មោះសំអល់សំអល់អាយុប៉ុន្មានហើយ25ឆ្នាំ សមនមានមុខរបរជាអ្វីដែរខ្ញុំជាអ្នកចម្រៀងអាជីពមួយច្រៀងនៅភូមិធានភូមិធានតាមហាងអញ្ចឹងអរគុណដែលស្ដាប់ដែរបាទ
ហើយចាប់ផ្ដើមអាជីពជាអ្នកសិល្បៈនេះរយៈពេលប្រហែលឆ្នាំហើយ សម្រាប់ខ្ញុំតាំងពីអាយុ22ឆ្នាំចឹងមកដល់25គឺ3ឆ្នាំ 3ឆ្នាំហើយណា បាទ បាទសំឡេងរបស់សំអល់មានថាមពលខ្លាំង អរគុណ ហើយបច្ចេកទេសនៃការប្រើសំឡេងក៏ល្អក៏ប៉ុន្តែតង់ខាងលើរបស់សំអល់មានបញ្ហាតិចតួចអញ្ចឹងទៅក៏ប៉ុន្តែអត់បាក់ទឹកចិត្តទេដោយសារតែសំអល់បានទទួលអ្នកនាងពេជ្រសុភាធ្វើជាខូច បាទនៅក្នុងថ្ងៃនេះអញ្ចឹងជូនពរសំអល់ឲ្យជោគជ័យនៅក្នុងកម្មវិធីរបស់យើងបាទអរគុណបាទ សំអល់បងអូនគឺជាបេក្ខភាពមួយរូបដែលមានសមត្ថភាពនៅក្នុងការប្រើប្រាស់សំឡេងប៉ុន្តែបងគិតថាបងអូនគួរតែ control អារម្មណ៍ខ្លួនឯងថែមបន្តិចទៀតអញ្ចឹងពេលដែលយើង control អារម្មណ៍បានបងអូនអាចប្រើប្រាស់សំឡេងរបស់ខ្លួនបានកាន់តែល្អជាងនេះឥឡូវនេះគឺមានខូចសោភាបានជ្រើសរើសយកបងអូនអញ្ចឹងនេះគឺជាសំណាក់មួយរបស់បងអូនជូនពរឲ្យបងអូនទទួលបានជោគជ័យ អរគុណបងប្រុស ធម្មពលនៃការច្រៀងរបស់សំអល់គឺមានភាពតាក់ទាញខ្លាំងក៏ប៉ុន្តែអ្វីដែលយើងប្រើប្រាស់ទៅដោយសារដូចបងរិទ្ធបានថាយើងនៅ control បន្តិចទៀតមកពីយើងរំភើបនិយាយទៅរំភើបតែប៉ុន្តែសំអល់មានសម្លេងល្អដោយសារតែយើងអាចច្រៀងនៅ note ខ្ពស់បានចាដូច្នេះសំអល់អាចធ្វើបានហើយឥឡូវទទួលបានភាពជោគជ័យដោយសារតែមាន coach សោភាគាត់បានជ្រើសរើសយកបងអូនជូនពរឲ្យបងអូនទទួលបានជោគជ័យនៅវគ្គបន្តទៀត អរគុណបងអរគុណ សម្រាប់ខ្ញុំគឺថ្ងៃហ្នឹងវេលានេះគឺខ្ញុំរំភើបចិត្តដោយសារតែអត់មានពីណាមកឆាឆៅខ្ញុំទេណាហើយមួយទៀតបើកាប់ទៅសំអល់គឺសម្លេងបងអូនគឺមានទឹកដមសម្រាប់នេះខ្ញុំគឺមានទឹកដមមែនតើក៏ប៉ុន្តែតិចទៀតយើងនឹងមានបញ្ហាជួបគ្នាបញ្ហានោះគឺលៀងដោះខាត់កន្លែងដែលមិនសូវជាល្អផ្សេងណាឲ្យបានអញ្ចឹងជាទូទៅគាត់មកក៏តែខ្វះខាតបន្តិចតួចអញ្ចឹងយើងទៅតែជួយបន្ថែមមិនអញ្ចឹងតែឥឡូវខ្លាចជាកូនកូនខ្ញុំហើយចាដូច្នេះអត់មានអ្នករំខានទេ go អូខេអូនអរគុណណាស់មកកូនកូនក្រុមមកកូនកូនក្រុមក្នុងទីមអស់វិការអរគុណគាត់មានសម្លេងយ៉ាងល្អហើយការស្រែកច្រៀងរបស់គាត់នៅក្នុងខាងលើនេះគឺបានល្អបន្ទាប់ពីទទួលការបង្វឹករបស់នាងខ្ញុំរួចហើយខ្ញុំជឿជាក់ថាគាត់នឹងក្លាយជាកូនក្រុមដ៏ល្អម្នាក់ បងមែនជូនពរអូនទៅខាងមុខទៀតឲ្យបានជាប់ទៀត ចាំពុកម៉ាក់ គឺដូចគ្នាបងជូនពរវគ្គក្រោយធ្វើបានល្អចឹងទៀតបានល្អចឹងទៀតសូមពុកម៉ែបងប្អូនបានជួយផ្ដល់កម្លាំងចិត្តដូចជាការគ្រប់គ្រងជាមួយខ្ញុំបានដោយលើកខេត្តប្រពន្ធយើងទាំងអស់គ្នាផងដែរបាទ The Voice Cambodia រដូវកាលទី2ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិ